កាត់សក់មិនយកលុយគឺជាកម្មវិធីសប្បុរសធម៌ដ៏ទូចមួយដែលខ្ញុំបានធ្វើឡើងនៅក្នុងភូមិខំកើតឃុំកំពង់ស្រឡៅមួយស្រុកឆែបខេត្តព្រះវិហារភូមិខំកើតនេះអាចចាត់ទុកថាជាភូមិមួយដែលដាច់ស្រយាលព្រោះភូមិនេះនៅជាប់ជាមួយនឹងព្រំដែនកម្ពុជាឡាវថ្ងៃនេះខ្ញុំបានជួលជាងមួយថ្ងៃពេញដើម្បីកាត់សក់ឲ្យបងប្អូនប្រជាពលរដ្ឋនៅភូមិខំកើតមិនថាក្មេងមិនថាចាស់មិនខ្វល់ថាប្រមាណអ្នកទេគឺមួយថ្ងៃពេញបាទកាត់បានប៉ុណ្ណាយកប៉ុណ្ណឹងហើយគាត់បានយកតម្លៃពីខ្ញុំចំនួន 10,000 រៀលតែប៉ុណ្ណោះគាត់យកក្នុងតម្លៃនេះព្រោះគាត់សូមចូលរួមធ្វើបុណ្យជាមួយនឹងពួកយើងផងដែរអធិស្ឋានហៀឈ្មោះអីដែរហៀឈ្មោះបុតអូហៀឈ្មោះបុតបាទហៀបុតមកកាត់សក់ថ្ងៃហ្នឹងគេយកលុយយកកាត់ហៀមិនយកទេអូគេមិនយល់ក៏ថាគេយកលុយណោះតែអស់នេះនេះគឺជាជាងដែលស្ម័គ្រចិត្តមកគាត់គឺជាអ្នកភូមិនៅក្នុងភូមិខំកើតបដ ாய் ប៉ុន្តែគាត់ចេះកាត់សក់អញ្ចឹងគាត់ក៏មកជួយជាមួយនឹងជាងមេងផងដែរហើយមានអារម្មណ៍មិនដែរជាងសប្បាយចិត្តណាស់បានកាត់សក់យ៉ាសំដែងអីសំដែងទេឬស៊ូអ៊ំបាទអ៊ំឈ្មោះអីដែរអ៊ំនោះវ៉ាន់មិនអ៊ំជើញមកនេះមកទៅអីដែរអ៊ំមកកាត់សក់ជាមួយគ្រូគ្រូជាងកាត់សក់អ៊ំជើញមកកាត់សក់ដែរមែនទេបាទហើយចូលរួមមកចូលរួមដែរបាទជួយរួមបាទគេកាត់សក់នេះគេមានយកលុយអ៊ំអីអត់ទេអត់ទេឬថាព្រីអត់យកលុយទេបាទគឺព្រីបដ ாய் អញ្ចឹងអ៊ំជើញមកទៅឯងឬក៏មានចៅមានក្មួយយកមកដែរមានចៅម្នាក់មកបាទសប្បាយចិត្តដែរទេសប្បាយចិត្តបាទអរគុណច្រើនហើយចង់ឲ្យមានកម្មវិធីនេះច្រើនទៀតអត់មានចង់ឲ្យមានច្រើនជាងនេះកកអូយទីគ្រូប៉ុនកាត់កម្មវិធីកាត់សក់មិនយកលុយគឺមិនអាចកើតឡើងដោយសារតែខ្ញុំតែម្នាក់ឯងបានទេគឺដោយសារតែមានការចូលរួមជាច្រើនដូចជាជាងកាត់សក់ក៏ដូចជាបងប្រុសរ៉ាដែលបានមកជួយកាត់សក់ដោយមិនគិតប្រាក់អ្វីដែលយើងមិនអាចបំភ្លេចបានសូមអរគុណទៅដល់ម្ចាស់ឧបត្ថម្ភនៅក្នុងវីដេអូនេះសូមអរគុណទៅដល់ Channel YouTube Retreat រន្ធត់គឺជា Channel និទានរឿងដែលពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជាដែលគាត់បានឧបត្ថម្ភនៅក្នុងវីដេអូនេះផងដែរកាត់សក់គឺកាត់នៅក្នុងសាលាបឋមសិក្សាខំកើតហើយនៅទីនោះគឺមានដើមឈើធំតិចស្រួលមែនតើប៉ុន្តែដោយសារតែថ្ងៃវាចេះតែជាពលឺមកចុះយើងកាត់បានម្នាក់ឬក៏មិនទាន់ចប់ម្នាក់ទេយើងក៏ត្រូវដូរទីតាំងដោយសារតែពលឺថ្ងៃវាក្តៅអញ្ចឹងមកព្រឹកហ្នឹងគឺយើងអាចកាត់សក់បានរហូតដល់30ជាងនាក់អូនឈ្មោះអីម៉ារ៉ាអូនមកកាត់សក់ហ្នឹងណាបាទសប្បាយចិត្តអត់ពេលគេកាត់សក់អត់យកលុយទេសប្បាយថ្ងៃក៏កាន់តែខ្ពស់ហើយបងប្អូនប្រជាពលរដ្ឋរបស់យើងក៏បានមកជាបន្តបន្ទាប់ប៉ុន្តែដោយសារតែម៉ូទ័រកាត់ហ្នឹងគឺវាចាប់ដើមអស់ភ្លើងហើយមនុស្សក៏កាន់តែហេវបាយយើងក៏បានប្រាប់បងប្អូនប្រជាពលរដ្ឋថាបងអើយចាំថ្ងៃពួកយើងនឹងមកម្ដងទៀតបន្ទាប់ពីពួកយើងហូបបាយហើយយើងនឹងចុះមកកាត់ម្ដងទៀតអញ្ចឹងប្រាប់ឲ្យពួកគាត់ចាំនៅកន្លែងដដែល2 3មកជាក្នុងឱកាសនេះខ្ញុំបាទសូមអរគុណទៅដល់សប្បុរសជនទាំង4រូបដែលបានឧបត្ថម្ភជាថវិកាមកកាន់រូបខ្ញុំបាទដើម្បីយកមកចំណាយទៅលើការធ្វើដំណើរក៏ដូចជាការហូបចុកបើសិនជាបងប្អូនចង់ចូលរួមជាមួយនឹងខ្ញុំបាទបងប្អូនអាចចូលរួមបានខ្ញុំនឹងដាក់ QR នៅកន្លែងនេះព្រោះថាខ្ញុំនៅមានកម្មវិធីផ្សេងៗជាច្រើនទៀតចូលមកនោះអាយ៉ាមកកាត់សក់ដែរណាអើយចឹងចុះឥឡូវនេះម៉ោង 7:11 ហើយប៉ុន្តែអតិថិជនរបស់យើងគឺនៅតែច្រើននៅឡើយទេហើយបើតាមស៊ូយោបល់ជាងថាគួរតែសម្រាប់មកប្រហែលគាត់ថាគួរតែកាត់អ្នកដែលសល់ប្រហែលអីហើយសិនចាំសម្រាប់បាយបន្ទាប់ពីបាយហើយសម្រាប់បន្តិចហើយយើងនឹងត្រឡប់មកធ្វើការងាររបស់យើងជាបន្តទៀតមានមកហូបអីទៀតអីគេទេត្រីចំនិយាយយើទឹកចិត្តពិតអាយើអរគុណធំអរគុណខ្ញុំពិតជាសរសើរទឹកចិត្តអ្នកភូមិខំកើតខ្លាំងមែនតែមានអ្នកខ្លះយកត្រីមកឲ្យមានអ្នកខ្លះបេះផ្លែគុយមកឲ្យហើយក៏សូមអរគុណទៅដល់លោកគ្រូភៀនបានរៀបចំបាយទឹកឲ្យពួកខ្ញុំហូបយ៉ាងឆ្ងាញ់ពិសាតែម្ដងសម្រាប់ម្ហូបថ្ងៃនេះគឺជាការដុតត្រីធម្មជាតិដែលរកបាននៅទន្លេរពៅគឺស្ថិតនៅខាងក្រោយភូមិតែម្ដងដែលបែងចែករវាងប្រទេសកម្ពុជានិងប្រទេសឡាវកាលពេលដែលហូបម្ហូបហ្នឹងយើងក៏ឆ្លៀតមើលបាល់បដាផងដែរបងប្អូនថ្ងៃហ្នឹងគឺការប្រកួតបាល់ទះសាខាបានប្រកួតនៅឯតៃវ៉ាន់ថ្ងៃហ្នឹងគឺថាល្អមើលខ្លាំងមែនតើហើយបានបន្សល់អនុស្សាវរីយ៍ជាច្រើនឥឡូវនេះបន្ទាប់ពីបានញ៉ាំបាយហើយក៏បានត្រឡប់មកកាន់សាលាវិញម៉ោង 2 ជាងហើយដោយសារតែធ្វើម្ហូបរាំងយឺតតិចអញ្ចឹងធ្វើឲ្យយើងខាតពេលឥឡូវយើងបដល់សាលាហើយតើមានអ្នកណាមកនៅឡើយទេប៉ុន្តែក្មេងៗគាត់ឈរចាំនៅកន្លែងនោះឈរចាំនៅខាងក្រៅតិចទៀតគាត់មកហើយអូខេអញ្ចឹងរៀបចំសិនអូខេអ្នកអរគ្នាឥឡូវអានេះខុសពីការរំពឹងទុកខ្ញុំគិតថាប្រហែលជាមានតែ
កូនក្មេងឬក៏ប្រុសអីមកទេប៉ុន្តែជាក់ស្ដែងលោកយាយគាត់អញ្ជើញមកគាត់ថាចង់កាត់សក់ដែរឥឡូវយើងទៅជួបមួយពួកគាត់ទាំងអស់គ្នាតើរឿសួរយាយរឿសួរយាយបាទឥឡូវសុំសួរយាយខាងនេះមុនសិនយាយមានឈ្មោះអីដែរយាយ មកឡើយ ឈ្មោះឡៃ ចា បច្ចុប្បន្នប្រហែលហើយ កាត់សັບ 70ហើយយាយអញ្ជើញមកនេះអញ្ជើញមកធ្វើអីដែរ មកកាត់សក់ អូមកកាត់សក់ដែរណា បាទយាយដឹងថាគេមកកាត់សក់នេះតាមរយៈនេះណា កោកូនក៏មិនវាខា អូកូនក្មេងវាមកកាត់ហើយក៏វានិយាយ ចា និយាយទៅក៏យាយដឹង ដឹង អូក៏ពិតខ្ញុំអត់នឹកស្មានថានឹងមានអតិថិជនជាលោកយាយមកទេគាត់ថាក្មេងៗឬក៏ប្រុសអីទេលោកយាយមានឈ្មោះអីដែរ នុតរឿម រឿមណា ចា លោកយាយមានបច្ចុប្បន្នប្រហែលហ្នឹងបាន 73 73អូអញ្ចឹងបងយាយខាងនោះបង ចាបង បង បាទហើយយាយចង់កាត់សក់មូតមិនដែរ មិនដឹងទេចាំមើលទៅកាត់ អូស្មានតែលោក ចាអត់គេ ទេលោកថាលោកយាយចង់កាត់មូតសក់បែបអបស្គុណកញ្ញាអីអត់ទេ អូអាគុណចៅកាត់សក់មិនបានយកលុយ បាទចូលយាយស្រឡាញ់ពេញចិត្តអត់នេះ ឡាញ់តើ យ៉ាអត់ដល់ឃើញកញ្ចក់ស្រឡាញ់តើហើយដល់ពេលទៅមើលឃើញកញ្ចក់ហើយលែងមានអាតើហើយស្រឡាញ់ណាស់យាយបច្ចុប្បន្នប្រហែលនេះយាយ តែសពជាងឲ្យចៅ 80ឯណាក្មេងម្លេះ ក្មេងឯណាទុះវាមុខអី សម្រស់នៅខ្ចីញញ មានទេ ឥឡូវនេះអត់ទាន់កាត់សក់ជាងកាត់សក់ហើយមិនគិតថាគាត់នឹងក្មេងជាងវ័យបានឆ្នាំ កាត់ធ្វើម៉េចឲ្យខ្លាចជា8 10ហើយយាយ ឲ្យ8 10ដងវិញដងទៀត កាត់តោក្មេងវិញតោជាងមកកាត់សក់ឲ្យខ្ញុំចាស់ចាស់ អរគុណជាងផងទៅយាយ អរគុណទាំងជាងទាំងអីអើយមានអាយុវិញហើយចាំបាទទាំងអស់គ្នា បាទសាធុយាយ នៅពេលល្ងាចខ្ញុំពិតជាមានការហ៊ូចិត្តបន្តិចដោយសារតែខ្ញុំមិនធ្លាប់គិតថានឹងមានលោកយាយមកទទួលសេវាកម្មកាត់សក់ដោយមិនយកលុយនឹងទេប៉ុន្តែជាក់ស្ដែងគឺលោកយាយ4ទៅ5នាក់គាត់មកអញ្ជើញមកចូលរួមកាត់សក់ដោយមិនយកលុយដោយសារគាត់ដឹងតាមរយៈចៅរបស់គាត់ចៅនឹងក៏ចេះទៀតអ្នកទាំងអស់គ្នាពេលដែលគាត់មកកាត់ហើយគាត់ទៅប្រាប់យាយគាត់ថាយាយអើយគេកាត់សក់នៅសាលារៀនអត់យកលុយទេអញ្ចឹងលោកយាយគាត់ចង់កាត់សក់ដែរគាត់ក៏អញ្ជើញមកចូលរួមកាត់ដែរពេលដែលឃើញស្នាមញញឹមចាស់អ្នកទាំងអស់គ្នាវាពិតជាប្រហែលហ្នឹងគេហៅថាឥទ្ធិពលនៃការធ្វើអំពើល្អណាតែមានតែលោកយាយឯងល្ងាចនេះគឺថាមានបងគាត់3កូនគាត់ទូចអ្នកខ្លះមកខួបជាងមកខួបតិចតួចយកមកកាត់សក់ណាបងប្អូនអញ្ចឹងល្ងាចនេះគឺជាងធ្វើការរៀងធ្ងន់តិចហើយខ្ញុំបានតែត្រឹមថតទេនឹងបញ្ចប់វីដេអូខ្ញុំមានសារមួយចង់ចែករំលែកជូនទៅដល់បងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនចង់ឲ្យគេផ្ដល់អ្វីមួយជូនដល់បងប្អូនណាបងប្អូនត្រូវរៀនផ្ដល់ជូននៅអ្វីទាំងអស់នោះទៅកាន់អ្នកដទៃជាមុនសិនរៀនផ្ដល់ឲ្យមុនសិនធ្វើបើតែថាអ្នកដែលបងប្អូនផ្ដល់ឲ្យគេមិនបានផ្ដល់ឲ្យយើងវិញក៏មានអ្នកផ្សេងគេនឹងផ្ដល់មកជូនយើងវិញដែរមុននឹងបញ្ចប់វីដេអូខ្ញុំបាទសូមធ្វើការខន្តីអភ័យទោសដល់បងប្អូនបើសិនជាខ្ញុំនិយាយទៅកន្លែងណាមានការខុសឆ្គងក៏ដូចជារូបភាពនៅក្នុងវីដេអូមានកន្លែងណាមិនសមរម្យសូមអធិស្ឋានយើងនឹងជួបគ្នានៅវីដេអូក្រោយជាបន្តទៀតខ្ញុំមានគម្រោងធ្វើនៅកម្មវិធីជាច្រើនទៀតបើសិនជាបងប្អូនគិតថាវីដេអូនេះល្អបងប្អូនចង់ចែករំលែកខ្ញុំអត់ហាមបងប្អូនអាចចុចធ្វើការចុច share បានបាទអរគុណ ជាងធ្វើការរួចរាល់ហើយយើងត្រូវណាក៏លុយឲ្យគាត់អញ្ចឹងណាការពិតទៅអ្នកទាំងអស់គ្នាលុយប៉ុណ្ណឹងបើធៀបជាមួយនឹងការងារដែលគាត់ធ្វើថ្ងៃនេះគឺលើសទៀតប៉ុន្តែដូចគាត់និយាយអញ្ចឹងពីដើមមកគាត់ថាគាត់ចង់ធ្វើបនដែរអញ្ចឹងណាតោះឥឡូវសូមបកគោលជូនជាងហើយថ្ងៃនេះធៀបជាមួយនឹងពីថ្ងៃមុនដែលធ្វើកាត់នៅសាលាហ្នឹងមួយណាហត់ជាង នៅនេះហត់ជាង ហត់ជាង ហត់ជាងនៅសាលាកំពង់ពោធិ៍ សំខាន់គឺថ្ងៃនេះយើងបានមួយយាយទៀត បានមួយយាយផែ3នាក់ទៅ ហើយក៏ឲ្យ credit ទៅកាន់ជាងរាផងដែរជាងរាមកជួយបានច្រើនមែនទេថ្ងៃនេះ បានគាត់យកចេះមកជួយ បើ បើ សិន អត់ ទៅ គាត់ទេតែទាំងតើលីរួចហើយ បើសិនតែម្នាក់ឯងចប់ហើយ ចប់ហើយ បាទអូខេអញ្ចឹងអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនគិតថាវីដេអូនេះល្អបងប្អូនអាចចែករំលែកបាន